បាទជាក្រុមត្រៀមប្រុងព្រៀបប្រកួត Dragon គុណខ្មែរគូទី7ដែលជាគូអន្តរជាតិកាពីខ្សែក្រវ៉ាត់កម្ពុជាពុកដូចកាល់ទឹកទី1រ៉ាតវ៉ាន់បាទដល់គូបាទឆ្ងាញ់ភ្នែកហើយបងប្អូនតែបងប្អូនទន្ទឹមរង់ចាំបាទពូថៅដៃពូគ្រាតធឿនធីរ៉ាមិនងាយចេញប្រកួតទេណាបាទប្រកួតមកម្ដងវែនច្រើនមែនទែនបាទថ្ងៃនេះគឺការពារខ្សែក្បាត់របស់ខ្លួនបាទរយៈពេល1ឆ្នាំហើយដែលខ្លួនបានគ្រប់គ្រងហើយខាងប៉ូទុយហ្គាល់នេះគឺថាចង់បានខ្សែក្បាត់ធីរ៉ាណាបាទចាំមើលថាបានឬក៏មិនបានបាទសម្រាប់អ្នកព្រៃវែងដឹងតែគ្រប់ត្រខាងពូថៅដៃវិឃានវាមកទស្សនាច្រើនមែនទែនបាទដល់ឥឡូវទស្សនាការប្រកួតតែម្ដងបាទលូកាសបាទលូកាសគឺថាទឹកមុខមាំមែនទែនបាទគឺថាគ្រឹះធីរ៉ាណាបាទគ្រឹះបាទចាំមើលបាទទឹកទី1លូកាធាក់ឆ្វេងធីរ៉ាចលោបាទចាក់ក្រោមមួយជើងចូលភ្លើងខាងនោះមួយយោជស្ដាំមួយជើងរបស់លូកាស្ដាំម្ដាយរបស់ធីរ៉ាលូកាបោះមកកែងមកវិញអូយបាទឆ្វេងម្ដាយរបស់លូកាអីយយនេះមិនស័ក្តិសមជាគូដណ្ដើមខ្សែក្បាត់មែនឆ្វេងស្ដាំចាប់បានពីធីរ៉ាចង្គង់មួយបាទលោកអញ្ញាកដាចាប់ញែកបំបែកអូយបាទផ្អែមភ្នែកណាបងប្អូនមកជាតិដូច Dragon អញ្ចឹងបាទអាយ៉ាស្ដាំឆ្វេងអាយ៉ាអើយថាអើយអត់អីទេអីរាប់សិនបាទ 2 3 4 5 6 7 8អូយអត់អីទេប្រកួតបន្ត continue ចាប់ផ្ដើមបាទកដៅម៉ាស៊ីនហើយស្លេងចោលឆ្វេងរបស់ធីរ៉ាស្ដាំឆ្វេងហើយឆ្វេងសោយពីក្រោមមួយដើម្បីថ្វាយបាកែងឆ្វេងរបស់ធីរ៉ាអាយ៉ាអត់អីបាទអត់ខ្វាញ់លូកាអីលូកាដើរចូលស្ដាំម្ដាយរបស់ធីរ៉ាចាប់កិច្ចដួលមួយចាប់ដើមទុនលែកឡើយស្ដាំម្ដាយអូកែងបាទធីរ៉ាចូលបាទលីបដាច់ស្ដាំម្ដាយអត់តំប្រាំងអីទេស្ដាំពីរដៃទាញឲ្យតែជង្គង់ទៀតអូយយូរទៅបាត់ហើយអត់អីទេ2 3 4រាប់ជាលើកទី2 5 6 7 8បាទអត់ប្រកួតបន្តលូកាអត់ទាន់អីទេប៉ុន្តែលូកានៅវង្វេងជួយម្ដាយចូលកញ្ចប់មុខបាទស្ដាំម្ដាយទៀតចូលគុំជឹមស្ដាំម្ដាយទៀតបាទអូជូនអ្នកព្រៃវែងមួយមកអូយបាទជាតិអត់បងប្អូនជាតិអត់ជាតិដូច Dragon អត់បាទអូបាទអ្នកប្រៃវែងថ្ងៃនេះដែលជាកម្លាំងចិត្តបាទដូចជាគណៈថាបតីលោកផ្ដល់កម្លាំងចិត្តបាទកីឡាកររបស់យើងគាត់មានទឹកចិត្តមុតមកនេះម្ដាយនេះហើយដែលធ្វើឲ្យបាទការរាប់បាទចូលដៃទៀតរបស់ធីរ៉ាមួយដៃទៀតរបស់ធីរ៉ាពេញបាទអូបាទឡៃចូលចុងជើងបន្តិចបាទចូលស្ដាំទៀតរបស់ធីរ៉ាបាទកន្លែងនេះចូលមកស្ដាំនេះមួយទៀតបាទលូកាសនេះជាពីថាបាទសុវត្ថិរបស់គាត់បាទគាត់សុខចិត្តតោងរិញមកទៀតបាទនេះពេញបាទ
អ្នកប្រៃវែងដល់នៃការប្រកាសលទ្ធផលជាផ្លូវការតែប៉ុណ្ណោះក៏ដូចជាធ្វើពិធីបំពាក់ខ្សែក្រវ៉ាត់ជូនម្ចាស់ខ្សែក្រវ៉ាត់រដូវកាលថ្មីបាទព្រោះអំបញ្ញមិញគឺជាការការពារអញ្ចឹងគឺអ្នកដែលការពារបានសម្រេចក៏មានពិធីបំពាក់ខ្សែក្រវ៉ាត់សម្រាប់ម្ចាស់ខ្សែក្រវ៉ាត់រដូវកាលថ្មីដូចគ្នាអរគុណបាទខ្ញុំបាទក៏សូមប្រកោតទូនទីជូនដល់គណៈកម្មការបច្ចេកទេសប្រកាសលទ្ធផលជាផ្លូវការបាទសូមអរគុណកីឡាករបង្កក្រហម